ទីលានបាទមកកាន់ទីលានរបស់ក្រុមទាំងពីរបាទវិសាខាម្ចាស់ផ្ទះឯកសន្តានអាវពណ៌ខៀវខោពណ៌ខៀវស្រោមជើងពណ៌ខៀវអ្នកចាំទីអាវពណ៌បៃតងស្របពេលដែលអង្គរ Tiger អាវពណ៌ទឹកក្រូចខោពណ៌ទឹកក្រូចស្រោមជើងពណ៌ទឹកក្រូចអ្នកចាំទីក៏ប្រើប្រាស់អាវពណ៌បៃតងផ្លុំកញ្ចែកែបាល់ដំបងចេញពីជើងរបស់វិសាខាគឺជាក្រុមដែលមានឱកាសនៅក្នុងការរកគ្រាប់បាល់បញ្ចូលទីបានមុននៅក្នុងការប្រកួតនេះតាមរយៈបាទការលេងសហការគ្នាបានយ៉ាងល្អបាទប៉ុន្តែយ៉ាងណាក៏ដោយបាទយីប៊ុនហេងគឺជាអ្នកសង្គ្រោះបាល់បាទដល់ចំណានរបស់អង្គរ Tiger នៅក្នុងការប្រកួតមីនេះយ៉ាងណាក៏ដោយវិសាខានៅតែបន្តការសម្រុករបស់ខ្លួនម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតរហូតទាល់តែមានឱកាសបាទនៅក្នុងការរកគ្រាប់បាល់បាទទាត់តែបញ្ចូលទីបានសម្រេចបាទដោយខ្សែបាទប្រយុទ្ធផាកជុងប៊ីនបាទគឺតែបញ្ចូលទីបានយ៉ាងល្អតែម្ដងបាទតាមរយៈការបាទបញ្ជូនបាល់បាទពីខ្សែការពារស្លាប់ស្ដាំអ៊ុកស៊ូវ៉ាន់បាទហើយធ្វើឲ្យផាកជុងប៊ីនរកគ្រាប់បាល់បាននៅនាទីទី17យ៉ាងណាក៏ដោយបាទវិសាខាមានឱកាសបាទជាច្រើនលើកជាច្រើនសារជាបន្តទៀតតាមរយៈការទាត់សម្ដៅទៅលើទីគណៈដែលផាកជុងប៊ីនស្ទើរតែមានឱកាសនៅក្នុងការរកគ្រាប់បាល់ទី2របស់ខ្លួនទៅហើយប៉ុន្តែការទាត់មួយនេះបែរជាហើរឡើងទៅខាងលើចុងមកនៅក្នុងវគ្គទី1ការបង្កកំហុសរបស់ខ្សែការពារកាន់ម៉ូធ្វើឲ្យអង្គរ Tiger រកគ្រាប់បាល់តាមស្មើមកវិញនៅនាទីទី40+2តាមរយៈការទាត់បាល់បញ្ចូលទីមួយជើងដ៏ខ្លាំងពីខ្សែប្រយុទ្ធ Mark Adjei Gurita បាទការទាត់មួយជើងនេះបាទគឺទាត់មិនឲ្យអ្នកចាំទីសង្គ្រោះបាល់បានតែម្ដងហើយចប់វគ្គទី1ជាផ្លូវការគឺវិសាខា1អង្គរ Tiger 1ឈានចូលមកដល់ការប្រកួតវគ្គទី2កែបាល់ចេញពីជើងរបស់ក្រុមភ្ញៀវឯកសន្តានអាវពណ៌ទឹកក្រូចមួយឈុតអង្គរ Tiger គឺជាបាទអ្នកដែលមានឱកាសច្រើនបាទនៅក្នុងការប្រកួតវគ្គទី2នេះតាមរយៈការបាទសម្រុកដូចជាការប៉ុនប៉ងនៅក្នុងការរកគ្រាប់បាល់បាទទៅលើក្រុមម្ចាស់ផ្ទះវិសាខាបាទជាច្រើនលើកជាច្រើនសារបាទការតែតមិនចំគោលដៅក៏ដូចជាការទាត់ប៉ះជាមួយនឹងបាទអ្នកចាំទីហុលកំហ៊ុយបាទក៏សង្គ្រោះបាល់បានច្រើននៅក្នុងថ្ងៃនេះផងដែរបាទសម្រាប់កំហ៊ុយបាទតាមរយៈការទាត់របស់ Mark Adjei Gurita បាទប៉ុន្តែកំហ៊ុយបាទគឺឈរនៅចំហដែលសង្គ្រោះបាល់បានយ៉ាងល្អមានការសម្រុកជាបន្តបន្ទាប់ស្របពេលដែលវិសាខាក៏សម្រុកដែរកន្លែងនេះគឺជាការទាត់របស់ផាកជុងប៊ីនប៉ុន្តែយីប៊ុនហេងចេញមកចំហដែលផាកជុងប៊ីននៅក្នុងការបាទទាត់ទៅលើទីរបស់ខ្លួនបាទខណៈដែលបាទវិសាខាបាទព្យាយាមខ្លាំងមែនទែននៅក្នុងការរកគ្រាប់បាល់នាំមុខទៅលើបាទអង្គរ Tiger កន្លែងនេះបាទមានការរៀបរៀងបានយ៉ាងល្អពីសំណាក់បាទខ្សែការពារបន្ទាប់ពីមានការបញ្ជូនបាល់ពីផាកជុងប៊ីនប៉ុន្តែការស្លាយបាល់របស់អង្គរ Tiger គឺពិតជាធ្វើបានល្អមែនទែនពីសំណាក់ខ្សែការពារការរកគ្រាប់បាល់របស់អង្គរ Tiger គឺចាប់ផ្ដើមមានឡើងនៅនាទីបាទចុងម៉ោង80ទៅហើយបាទគឺការទាត់របស់កីឡាករសុគ្រីសូហ្វានបាទគឹបហុតប៊ែនសុនបាទក៏ទាត់បាល់បញ្ចូលទីបានយ៉ាងល្អកន្លែងនេះហុលកំហ៊ុយមិនដឹងថាចាប់នៅកន្លែងណាទេបាទដោយសារតែបាទមុំបែបនេះបាទគឺជាមុំមួយដ៏លំបាកបាទសម្រាប់អ្នកចាំទីស្របពេលដែលមានខ្សែការពារនៅបាំងពីមុខបាទចំនួន2រូបថែមទៀតផងអង្គរ Tiger បានធ្វើការនៅមុខដោយលទ្ធផល2-1 ខណៈដែលចុងម៉ោងខ្សែការពាររបស់អង្គរ Tiger Matheus Freitas បានបដូរបាទគឺគេហៅថាបាទយកដៃទៅជះបាល់ចេញបាទហើយអ៊ុកស៊ុវ៉ាន់ក៏មិនទុកឲ្យសល់ដែរការទាត់បាល់ free kick បាទទម្លាក់យ៉ាងល្អតែម្ដងបាទទៅលើបាទដៃរបស់យីប៊ុនហេងបាទប៊ុនហេងមិនអាចសង្គ្រោះបាល់បានឡើយធ្វើឲ្យវិសាខាតាមពីក្រោយមកវិញ2-2ប៉ុន្តែចុងម៉ោងការលេងផ្លាត់ស្នៀតរបស់វិសាខាធ្វើឲ្យអង្គរ Tiger រកគ្រាប់បាល់នៅចុងម៉ោងដែលជាគ្រាប់បាល់ជ័យជំនះគ្រាប់បាល់3ពិន្ទុតាមរយៈការតែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Kuli Abdel Kader ជួយឲ្យអង្គរ Tiger ទទួលបាន3ពិន្ទុនៅក្នុងទឹកដីរបស់វិសាខានៅក្នុងកីឡាដ្ឋានវិសាខាហើយក៏ឡើងមកឈរនៅលេខ2នៅក្នុងតារាង Cambodian Premier League សប្តាហ៍ទី8នេះតែម្ដងបាទប្រិមិត្ត